rồi rồi mình chạy mà rít mẹn mình này thay dương mình rít mà mục cho về mình đây tha dương thử tí mũi đang thầm rít ọt dương phơi rồi mình chạy mà rít của viên thống từ bồn lái tí mũiยังđang tha dương mình rít ọt តាមរយៈការឆ្លុះពវៀនដែលខ្ញុំធ្វើវីដេអូមុនជូនណាបន្តមកទៀតយើងត្រូវដឹងថាយើងនៅក្នុងដំណាក់កាលអីពេលរោគវិនិច្ឆ័យមហារីកមិនមែនមានន័យថាយើងមានមហារីកមួយមុខចប់ទេមានន័យថាយើងត្រូវទី1ដឹងថាមហារីកអត់មហារីកប្រភេទអីដំណាក់កាលទីម៉ានព្យាបាលធ្វើម៉េចអាទាំងអស់ហ្នឹងគឺគេហៅរោគវិនិច្ឆ័យពេញលេញនៃជំងឺមហារីកមិនមែនមានន័យថាខ្ញុំមានមហារីកខ្ញុំធ្វើរោគវិនិច្ឆ័យពេញលេញមិនមែនអញ្ចឹងទេយើងត្រូវដឹងថាយើងនៅក្នុងដំណាក់កាលទីម៉ានទៀតទៅជារោគវិនិច្ឆ័យពេញលេញហើយរោគវិនិច្ឆ័យពេញលេញជំងឺមហារីកគឺយើងដឹងថាយើងមានមហារីកមកតង់ហើយបន្ទាប់មកយើងត្រូវ scan ពោះនឹងទ្រូងបញ្ជាក់ថាមហារីកហ្នឹងមានរាលដាលដល់កន្លែងផ្សេងអត់ដើម្បីយើងធ្វើ staging ថាយើងនៅក្នុងដំណាក់កាលទីម៉ានបើសិនជាមហារីកហ្នឹងដុំនៅនឹងពោះវៀនទេអត់មានកូនកដុលនៅក្នុងពោះពេលដែលយើង scan ហ្នឹងទេមហារីកហ្នឹងដំណាក់កាលទាបទៅជាទូទៅក្រុមដំណាក់កាលទី4យើងអាចនិយាយចឹងបានជាទូទៅក្រុមដំណាក់កាលទី4កាលណាមានត្រឹមកូនកដុលមានត្រឹមដុំយើងរាប់ដំណាក់កាលទី1ទី2ទី3វាអាចនៅក្នុងចំណោម3ដំណាក់កាលដំបូងហ្នឹងទៅតាមទំហំទៅតាមចំនួនកូនកដុលហ្នឹងទៅបើសិនជាយើង scan សួតជាមួយនឹងទ្រូងឃើញដុំហ្នឹងរាលដាលដល់ថ្លើមរាលដាលដល់សួតនឹងមហារីកយើងគឺនៅក្នុងដំណាក់កាលទី4